ខ្ញុំនៅទីនេះឈ្មោះសញ្ញា CN បាទធ្វើកិច្ចការកញ្ចក់បើខាងកញ្ចក់18បើខាងកញ្ចក់នៅខ្លួនឯងជាង18ឆ្នាំហើយក៏ពីមុនធ្វើការឲ្យគេប៉ុន្តែក្នុងនាមកិច្ចការនឹងដូចគ្នាអឺ ហើយថ្ងៃពងរស់នៅហើយធ្វើការខ្ញុំនៅកាណាដាបាទទីក្រុងToronto ប៉ុន្តែផាតនៃ Hamilton ពី Toronto មក45នាទីគឺមាននៅទីក្រុងទូចៗដូចឯងចឹងនៅចិត្តគ្នាប៉ុន្តែច្រើនគេដឹងថា Toronto វាទីក្រុងធំចា៎បាទបងអូខេអរគុណច្រើនបងចុះបងតើបងអាចប្រាប់ខ្ញុំបានទេពីមូលហេតុដែលបងសម្រេចចិត្តចូលរួមជាមួយនឹងកម្មវិធីយើងព្រោះអីចង់ស្វែងយល់ថាព្រោះយើងជំពាក់ច្រើនជាងញ៉ាំបាយមែនទេញ៉ាំបាយញ៉ាំស្លរបៀបខ្មែរយើងភាគច្រើនយើងអញ្ចឹងនៅផ្ទះក៏ប៉ុន្តែបើញ៉ាំតាមពួកខ្ញុំញ៉ាំពាក់កណ្ដាលយល់ភាគច្រើនញ៉ាំខ្មែរយើងខ្លះញ៉ាំម្ហូបគេខ្លះអញ្ចឹងហើយពេលខ្លះយើងញ៉ាំរបៀបខ្មែរទៅពេលហើយភាគច្រើនយើងញ៉ាំរបៀបយើងពាក់កណ្ដាលភាគច្រើនចូលចិត្តរបស់ខ្មែរព្រោះអីបដាយតែងតែចំអិនរបស់ខ្មែរហើយយើងក៏ត្រឡប់ទៅអញ្ចឹងហើយបានភាគច្រើនញ៉ាំបាយនៅផ្ទះញ៉ាំបាយហើយបដាយភាគច្រើនញ៉ាំរបៀបគេជាបន្លែទៅវាឡើងគីឡូដែរខ្ញុំញ៉ាំភាគច្រើនខ្ញុំញ៉ាំតែយប់ទេភាគច្រើនធ្វើការថ្ងៃអញ្ចឹងមកដល់ញ៉ាំយប់អញ្ចឹងហើយវាឡើងញ៉ាំឲ្យគេឡើងគីឡូហើយYes អត់សូវបានពេលហាត់ប្រាណហើយបើសិនជាហាត់ប្រាណមួយថ្ងៃអាចធ្វើពីរដងពេលព្រឹកហើយនិងពេលយប់អញ្ចឹងវាស្រកប៉ុន្តែជួនកាលយើងធ្វើការហត់អញ្ចឹងដែរក៏ឡើងគីឡូទៅបាទគេហៅតែខ្ជិលសំបើខំប្រឹងប្រែងក៏ជ្រុះភាគច្រើនចាជ្រុះអញ្ចឹងទៅ160 170ទៅហើយខ្ជិលអញ្ចឹងទៅមួយឆ្នាំទៅឡើងដល់189 200អីចឹងទៅយើងស្រកមកវិញខ្ញុំតែងតែធ្វើបានរហូតធ្វើអីខ្ជិលអូខេពេលដល់កំណត់ចឹងទៅស្រកចាអូខេអរគុណបងចុះតើបងមានអារម្មណ៍យ៉ាងណាដែរចំពោះកម្មវិធីរបស់យើងនៅពេលដែលបងចូលរួមមួយនឹងយើងចាមានអីសូមម្ដងទៀតបងស្ដាប់បានឲ្យយើងព្រោះអីចាសូមម្ដងទៀតបងតើបងមានអារម្មណ៍យ៉ាងណាដែរចារីករាយដែរព្រោះយើងតែដល់កំណត់កម្ពូលយើងតែងតែ commitment ថាយើងត្រូវការស្រកប្រមាណក៏ប៉ុន្តែខ្ញុំចង់ច្រកច្រើននេះក៏ប៉ុន្តែដោយសុខភាពខ្ញុំចាស់ហើយខាងក្នុងរាងកាយហ្នឹងវាមានបញ្ហាខ្លះអញ្ចឹងហើយទម្រាំតាវាជាស្រួលបួលនិងព្យាយាមស្រកថែមទៀតចាំរាងកាយខ្ញុំគ្រាន់បើតែព្យាយាមព្រោះអីកាចាស់ទៅវាមានបញ្ហាខ្លះចាកាលណាស្រួលបួលខ្ញុំនឹងស្រកថែមទៀតព្រោះអីធម្មតាមិនយើងអត់មានឈ្មោះអីទេគ្រាន់តែស្បូនខ្មែរហៅស្បូនហ្នឹងវាមានដល់សាច់ខាងក្នុងហើយរដូវខ្ញុំមកច្រើនចឹងហើយខ្ញុំអត់ចង់រើស្បូនចេញទេគេត្រូវការយកសាច់តិចតួចទៅពិនិត្យអត់មានបញ្ហាទេវានឹងជាហើយតាមនឹងក៏ប៉ុន្តែខ្ញុំគិតថាអត់អីព្រោះអីចិត្តមួយខែគេអត់ប្រាប់ថាស្បូនខ្ញុំមានបញ្ហាចេះចុះហើយប៉ុន្តែគិតថាវាអត់អីបើគេអត់ប្រាប់បានថាវាអត់អីទេវាអត់ចិត្តអីទេបើអីគេរើផ្ទះបានន័យថាគេអាចដកស្បូនចេញស្អីគេដកស្បូនចេញវាជាក៏ប៉ុន្តែខ្ញុំអត់មានមេរោគអីនៅក្នុងហ្នឹងទេគ្រាន់តែចាស់ទៅវាចិត្តអស់រដូវវាមានឈាមច្រើនតម្រាំនឹងអស់រដូវចា Yes អូខេប៉ុន្តែវានឹងប្រសើរហើយនឹងព្យាយាមហាត់ប្រាណថែមទៀតបាទអរគុណច្រើនបងអូខេចុះបងមានអារម្មណ៍យ៉ាងណាដែរចំពោះកម្មវិធីរបស់បងអូនគឺព្យាយាមជួយអ្នកដែលចង់ស្រកទម្ងន់បាទអូខេបងអរគុណចុះតើអ្វីអាចកើតមានឡើងបើសិនបងមិនបានចូលរួមជាមួយនឹងកម្មវិធីយើងគឺថាបើខ្ញុំតាំងចិត្តរកកន្លែងមួយដែលស្រកព្រោះអីកាលណាវាផុតមែនណាខ្ញុំនឹងចង់ស្រកក៏ប៉ុន្តែនៅទីនេះវាមានក៏ប៉ុន្តែខ្ញុំចង់សាកល្បងថាតើស្រុកខ្មែរយើងបែបណាគឺខ្ញុំគ្រាន់ចង់ដឹងហើយក៏ចូលរួមនៅទីនេះមានដែរនៅក៏ប៉ុន្តែ
ខ្ញុំចង់ដឹងតើរបៀបស្រកគីឡូនៅរបៀបខ្មែរយើងយ៉ាងម៉េចយើងចង់ដឹងគាត់ចង់ដឹងចា បាទ មានដូចគ្នាហ្នឹងខ្ញុំស្រកហ្នឹងជាយើងក្រុមហ៊ុនទៅចង់ដឹង យល់បងអរគុណ ធម្មតាខ្ញុំជាចង់ដឹង បាទបង អូខេ sorry ចុះបងបានព្យាយាមវិធីសាស្ត្រគេខ្លះពីមុនមកក្នុងការសម្រកគីឡូហើយធ្វើឲ្យបងបានជោគជ័យ ភាគច្រើនខ្ញុំបានជោគជ័យព្រោះគ្រាន់តែ commitment មួយឆ្នាំពីរឆ្នាំមកក៏បដៅខ្លួនទៀតដែរព្រោះអីមហូបច្រើនណាអូននៅទីនេះមហូបច្រើនកាលណាអ្នកចូលចិត្តញ៉ាំកាលណាអ្នកចូលចិត្តញ៉ាំយូរនឹងឡើងមកវិញហើយ បាទ ព្រោះមហូបបើយើងទៅ restaurant រត់ដល់មហូបគេ5មុខអ្នកអត់ចូលចិត្តមហូបអត់អីទេប៉ុន្តែអ្នកចូលចិត្តមហូបញ៉ាំទិញយូរទៅវានឹងឡើងវិញហើយដោយសារយើងខ្ជិលហាត់ប្រាណផងចូលចិត្តទៅញ៉ាំយប់ប៉ុន្តែបើយើង commitment យើងស្រករយៈពេល1ឆ្នាំ2ឆ្នាំបន្ត2ឆ្នាំក្រោយមកវានឹងឡើងមកវិញអ្នកខ្លះអាចឡើងលឿនអ្នកខ្លះក៏អត់ឡើង Yes បង ប៉ុន្តែខ្ញុំឡើងលឿន Yes យល់ Good ចុះបងបានសម្រេចលទ្ធផលអ្វីខ្លះក្នុងរយៈពេល3ខែនេះជាមួយនឹងកម្មវិធីសម្រកគីឡូរបស់យើងដែរ ចាខ្ញុំជ្រុះខ្ទង់20ផោនជាង21 22ទៅ23ភាគច្រើន បាទ ជ្រុះគីឡូចា Good អូខេ តែនឹងធ្វើខ្លួនឯងតាមទៀតដើម្បី ចុះចកេះតាគៀដៃស្មាអីបងមានអារម្មណ៍យ៉ាងម៉េចដែរហើយពេលបងពាក់កៅអៅទៅតើបងមានអារម្មណ៍ថាយ៉ាងម៉េចដែរ ធម្មតាយើងស្រកវាស្រួលជាងមុនហើយស្រួលអង្គុយដើរអីទៅវាស្រួលជាងមុនណាព្រោះអីវាតិចជាងមុនចឹង យល់បង Good អរគុណចុះតើមានភាពខុសគ្នារវាងកាលពី3ខែមុនហើយនឹងពីឥឡូវនេះតើសម្រាប់បងតើមានភាពខុសគ្នាយ៉ាងម៉េចដែរ ធម្មតាជាស្រកគីឡូក្បាលពោះយើងពាក់កៅអៅវាទុយជាងមុនកាលមុនវាក្បាលពោះខ្ញុំវាធាត់តែក្បាលពោះវាក្បាលពោះធំជាងតាគៀកតែក្បាលពោះហើយគ្នា យល់ តាគៀកវាហើយគ្នាព្រោះអីយើងកាលណា អូខេយល់បងតើការផ្លាស់ប្ដូរនេះវាមានឥទ្ធិពលយ៉ាងណាដែរដល់អ្នកជុំវិញខ្លួនបងហើយតើមនុស្សជុំវិញខ្លួនបងមើលទៅបងឥឡូវនេះយ៉ាងណាដែរ ព្រោះអីភាគច្រើនគេដឹងខ្ញុំចូលចិត្តញ៉ាំភាគច្រើនខ្ញុំតែងតែឡើងចុះហ្នឹងហើយភ្ញៀវតែងតែថាខ្ញុំថតទៀតហើយខ្ញុំស្គមទៀតហើយខ្ញុំថតទៀតហើយព្រោះខ្ញុំតែងតែគេធ្លាប់ឃើញម្ដងឡើងចុះខ្ញុំទៅយោចឹងគេថាខ្ញុំមិនចេះវាឡើងចុះព្រោះអីតែពេលព្រោះខ្ញុំគេតែងតែឃើញខ្ញុំចឹងឯងគឺស្គាល់ខ្ញុំជាង20ឆ្នាំហើយឡើងចុះតែដល់កំណត់កំពុងចាប់ទៅពេលហើយឡើងទៅវិញទៅ I see បងគិតចុះអ្នកដែលបាន sorry ចុះអ្នកដែលអត់បានជួបបងពីមុនមកហើយឃើញបងឥឡូវនេះតើគាត់មើលឃើញបងយ៉ាងណាដែរ អូននៅទីនេះភាគច្រើនគេគ្រាន់តែចា យល់បង ព្រោះអីភាគច្រើនខ្មែរយើងតែអត់ដល់សាសគេទេអូន យល់ធម្មតាគេអត់ដែរនិយាយទេព្រោះអីចាព្រោះអីនៅស្រុកខ្មែរយើងប្រហែលជាគេរិះគន់ណាហើយពួកយើងថត់ដែរតែគេថត់ក្នុង200អត់ដល់400 600អត់ដល់ដូចពួកគេទេធម្មតាពួកគេចាក់ធំគេអត់ដែរនិយាយបាត់នោះហើយចាព្រោះខ្មែរយើងប្រហែលជាគិតថាអូអ្នកចេះចាប៉ុន្តែពួកនេះគេអត់ដែរនិយាយហងណាអូននៅកន្លែងហាត់ប្រាណវាមានគ្រប់ប្រភេទហើយជាតិចាហើយបើពួកខ្ញុំថត់ដែរតែបើពួកខ្មៅពួកអីគេអត់ដែរនិយាយអូនព្រោះពួកគេធំជាងយើងព្រោះគេcompare ទៅគេខ្ញុំកដាលទេហើយបើ compare ទៅសាសខ្ញុំទៅសាសយើងគេថាខ្ញុំនឹងយ៉ាក៏ប៉ុន្តែបើខ្ញុំបូកជាមួយសាសគេថាចាគេអត់ដែរថាបែបហ្នឹងហងបាទគ្រាន់តែយើងចង់បានសុខភាពល្អខ្ញុំហាជាងហើយព្រោះក៏ហើយក៏ខ្ញុំវាមិនមែនលើសជាតិខ្លាញ់វាគ្រាន់តែថត់តែអត់មាននៅក្នុងខ្លួនមាន cholesterol អត់មានលេខថ្នាំអត់មានអីទេព្រោះចាប៉ុន្តែខ្ញុំពេលវាដើរហត់វាថត់ពេលវាអាចហត់ចឹងហើយក៏បន្ថយតិចទៅខ្ញុំនៅបន្តិចហើយខ្ញុំនឹងពេលប្រាប់ថាពេលខ្ញុំបែបនេះខ្ញុំនឹងគីឡូបែបនេះខ្ញុំនឹងប្រាប់ប្អូនមិនចូលរួមក៏ប៉ុន្តែខ្ញុំនឹងញ៉ាថាគីឡូខ្ញុំបែបនេះទៀតចា អូខេ Sure អូខេចុះ
ចុះតើមានតើបងមានសភាពសុខភាពល្អហើយបានជួយបងយ៉ាងម៉េចដែរក្នុងការងារឬក៏អាជីវកម្មប្រចាំថ្ងៃរបស់បងយល់សំណួរខ្ញុំទេ ការងារប្រចាំថ្ងៃគឺសុខភាពល្អ អូខេ តើ ខ្ញុំ វា សួរបងទៀតអូខេខ្ញុំសួរបងម្ដងទៀតតើសភាពបងរាល់ថ្ងៃនេះបងមានសុខភាពល្អហើយតើវាបានជួយបងយ៉ាងម៉េចដែរនៅក្នុងការងារប្រចាំថ្ងៃឬក៏អាជីវកម្មរបស់បង តែជាមុនស្រួលដេកលក់សុខសម្គឺធម្មតាថតការជើងកាលម៉ាក់ខ្ញុំថាខ្ញុំសមុខខ្លាំងសម្រួលអីថតហ៎កាលណាថតតែគឺកំពុងកក៏ថាគេលក់សមុខខ្លាំងចាតែកាលណាអត់សូវថតនេះអត់សូវសមុខគឺទៅបែបនោះមិនដឹងដែរព្រោះអ្នកដេកលក់តែខ្លួនឯងសមុខមិនសមុខទេ បាទហើយបងចុះតើវាមានផលលំបាកក្នុងការធ្វើឬក៏ធ្វើតាមកម្មវិធីរបស់ពួកយើងដោយសារការវិភាគរបស់បងវាមានញឹកដែរអត់ទេ ធម្មតាការផ្លាស់ប្ដូរវាតែងតែនេះហើយតែងតែលំបាកខ្លះព្រោះយើងចូលចិត្តញ៉ាំចូលចិត្តចេះចុះប៉ុន្តែបើយើងចង់ស្រកគីឡូយើងត្រូវ commitment ធម្មតាអ្នកដាក់ច្បាប់វិន័យមុនដំបូងមិនស្រួលទេបើយើងផ្លាស់ប្ដូរក៏ប៉ុន្តែបើយើងចង់ផ្លាស់ប្ដូរយើងត្រូវធ្វើទម្លាប់អាក្រក់និងទម្លាប់ល្អវាមានតែមានទម្លាប់អាក្រក់នេះគឺយើងញ៉ាំសេរីតែពេលទម្លាប់ល្អគឺយើងចង់ញ៉ាំក៏ត្រូវការផ្លាស់ប្ដូរកំណត់ខ្លួនឯងចុះសម្រាប់បងតាមាន sorry ចុះសម្រាប់បងតាវាមានផលលំបាកក្នុងការធ្វើតាមកម្មវិធីសម្រាប់គីឡូរបស់យើងដែរអត់ទេទោះបីជាបងមានការវិភាគរវល់យ៉ាងណាចាអត់អីប្របាត់ជាងគេគឺបានផឹកទឹកច្រើនព្រោះឯងរវល់កាលណាដែលយើងញ៉ាំទឹកច្រើនយើងប្រគល់ច្រើនយើងរវល់អត់បានញ៉ាំទឹកហើយស្រុកគីឡូក៏អត់សូវស្រកដែរព្រោះយើងអត់បានចេញចូលទៅញ៉ាំទឹកទេព្រោះយើងរវល់បើយើងរវល់អត់រវល់វិញយើងអាចញ៉ាំទឹកបានច្រើនយើងចូលប្រគល់ច្រើនតែចូលប្រគល់ច្រើនក៏មានអ្នករាប់លេខឲ្យគេចំណាយទៅចូលដល់ឯងចូលពី3ដងតាមចូលតើឥឡូវនេះបងមានអារម្មណ៍ថាជឿជាក់ជាងមុននៅក្នុងការធ្វើការងារប្រចាំថ្ងៃឬក៏ធ្វើអាជីវកម្មរបស់បងជាងពីមុនដែរអត់ទេការងារនោះខ្លួនឯងទៅនឹងស្រកជាមុនព្យាយាមនឹងស្រកគីឡូថែមទៀតព្រោះចាស់គាត់ចង់ឲ្យខ្លួនឯងថត់ជាងនេះឯងដល់ពេលសម្រក់ថែមបន្តិចទៀតយល់បងគឺសម្រាប់បងបើសិនជាបងមានដំបូងមានផ្ដល់ទៅនរណាម្នាក់ដែលគាត់កំពុងតែស្ទាក់ស្ទើរត្រូវការជំនួយពីខ្ញុំដើម្បីគាត់សម្រក់គីឡូតើបងនឹងប្រាប់ពួកគាត់យ៉ាងម៉េចដែរបើនៅស្រុកខ្មែរភាគច្រើនខ្មែរយកសត្វទេមែនទេព្រោះប្រទេសក្តៅនៅស្រុកនេះវាផ្សេងក៏ប៉ុន្តែបើយើងស្រឡាញ់ខ្លួនឯងកុំបដ ாய் ឲ្យធាត់ពេកចាស់ទៅវាធម្មតាវាតែងតែមានជំងឺភាគច្រើនគេលេបថ្នាំច្រើនទេមែនទេបាទប៉ុន្តែខ្ញុំបដល់ប្រាប់ថាបើហួសបន្ទាត់នេះនឹងលេបថ្នាំយើងត្រូវមើលថាត្រូវតម្លាក់វាចុះហើយព្រោះអីចាស់ទៅវាអត់ដូចកូនក្មេងទេវាស្រួលស្រក់គីឡូក៏ប៉ុន្តែយើងដល់បន្ទាត់ថាបើយើងញ៉ាំតិចទៀតវានឹងមានបញ្ហាតាមក្រោយយើងត្រូវមើលដូចគ្នាបាទអញ្ចឹងហើយខ្ញុំនៅក្រោមបន្ទាត់ទៅវាហើយក៏ប៉ុន្តែវាអត់មានរោគអីទេគ្រាន់តែយើងត្រូវមើលរបស់នៅកុំឲ្យជាតិស្ករឡើងលើនឹងដល់ហ្នឹងតែហួសកំណត់យើងអាចលេបជាតិថ្នាំអញ្ចឹងហើយខ្ញុំនឹងសម្រក់វាចុះមកវិញអូខេអរគុណបង